ថាតាំងពីឆ្នាំ2004ដែលយើងដាក់មកដល់ឆ្នាំ2024នេះតើយើងបាត់ស្អីខ្លះនៅទីនេះអត់មានបាត់ដីអត់មានបាត់អីអត់មានប្រជាជននៅទីនេះប្រទេសផ្សេងមកនៅទេប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋអ្នកខេត្តរតនគិរីខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែងខេត្តកាចេះកាន់តែរីកចម្រើនកាន់តែតភ្ជាប់ជាមួយនឹងប្រទេសជាតិរបស់យើងហើយប្រជាពលរដ្ឋយើងមិនថាប្រជាពលរដ្ឋជនជាតិភាគតិចគាត់បានផលទាំងអស់ថ្ងៃនេះបងប្អូនលាកពាក់កៅអៅប្រពៃណីជនជាតិដើមសិទ្ធិសេរីភាពរបស់ប្រជាជននៅជនជាតិដើមក៏ត្រូវបានការពារថ្ងៃមុនឯកឧត្តមខ្ញុំចាំគឺឯកឧត្តមកាលនោះថងសវណ្ណគាត់នៅអភិបាលទៅទេយើងមកសម្ពោធសាលាមួយនៅចិត្តយៈឡោមើលស្អីទេហើយមានអ៊ំប្រុសម្នាក់គាត់មកពីអាមេរិកចេញក៏ចុះគាត់ចូលរួមចឹងឃើញប្រជាពលរដ្ឋសិស្សអីពាក់ខៀវសចឹងចូលមកទាំងអស់ព្រោះរៀនយើងលៀកពាក់ប្រជាពលរដ្ឋយើងអត់គិតអត់រើសអើងទេចូលរៀនដល់ចប់ទៅបាយនៅកន្លែងមួយឯកឧត្តមអភិបាលខេត្តទៅដល់អ៊ំម្នាក់គាត់មកពីអាមេរិកគាត់សួរហើយយើងក៏ភ្ញាក់ស្រឡាំងកាំងគាត់ថាអាដាមខ្ញុំឃើញការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅខេត្តរតនគិរីប៉ុន្តែខ្ញុំសួរមួយចុះប្រជាជនជាតិភាគតិចទៅណាអស់បានប្រាប់ថាអ៊ំក្មេងៗដែលរៀនពាក់សអាវខៀវសិតតែបងប្អូនសិតតែគាត់នៅនឹងយើងគាត់គិតថាយើងចូលមកគាត់គិតថាជនជាតិភាគតិចគឺពាក់អញ្ចឹងទាំងអស់ប្រចាំថ្ងៃគ្រប់កន្លែងទាំងអស់ទៅធ្វើការហើយគិតថាយើងចូលទៅដេញគាត់ចេញបាទដោយប្រទេសខ្លះចូលទៅស្បែកសអីចូលទៅដេញជនជាតិដើមចេញទៅណាមួយគិតចឹងគាត់ស្មានថាដេញទៅណាអត់ទេគឺបងប្អូនឥឡូវគាត់ទំនើបហើយអបាល់ខេត្តគាត់ថាខ្ញុំក៏ជនជាតិភាគតិចដែរណាបាទពួនអញ្ចឹងមកគាត់ថាអូចឹងទេចឹងគាត់អង្គុយមួយថ្ងៃគាត់គិតថាការអភិវឌ្ឍយើងគឺការអភិវឌ្ឍយកប្រជាជនខ្មែរជនជាតិខ្មែរមកដេញជនជាតិភាគតិចចេញហើយគឺការអភិវឌ្ឍហើយប្រជាជនជាតិភាគតិចទៅណាអត់ទេគឺការអភិវឌ្ឍនេះគឺយើងគិតទាំងអស់រួមគ្នាទាំងអស់យើងការពារប្រពៃណីវប្បធម៌បងប្អូនហើយកម្មវិធីគោលនយោបាយដីធ្លីអីយើងមានរៀបចំសម្រាប់ការពារសហគមន៍ជនជាតិភាគតិចបូកជាមួយនឹងផ្ដល់ឱកាសគ្រប់គ្នាការអភិវឌ្ឍមិនមែនរើសអើងទេហើយនេះគឺជាអ្វីដែលបងប្អូនអ្នករតនគិរីបានឃើញអញ្ចឹងប្រជាពលរដ្ឋយើងនៅក្នុងប្រទេសនៅក្នុងខេត្តបានឃើញហើយហានិភ័យនៃការអភិវឌ្ឍឬមួយគម្រោង CLVDTA នោះវាមិនបានធ្វើឲ្យខេត្តរតនគិរីប្រជាពលរដ្ឋខ្មែរអស់ទេប្រជាពលរដ្ឋភាគតិចអស់ទេប៉ុន្តែផ្ទុយទៅវិញកាន់តែធានាការអភិវឌ្ឍការធានាឱកាសសម្រាប់កូនចៅប្រជាពលជនខ្មែរមិនថាបងប្អូនយើងសាសនាឬជនជាតិណាទេឲ្យរស់នៅក្នុងដីខ្មែរគឺយើងបានផលទាំងអស់ហើយថែមទាំងរួមគ្នាការពារអធិបតេយ្យភាពជាតិរបស់យើងតាមរយៈការអភិវឌ្ឍនៅក្នុងខេត្តកសាងផ្លូវព្រំដែននិងរៀបចំបង្កគេថាបង្កើតប្រជាជនឲ្យបានច្រើនកាន់តែខ្លាំងរឹងមាំនៅក្នុងនេះបាទ